một thằng thầy làm bay quay rộng nào có sao làm bay bằng tình trongជីវិតហើយថ្ងៃនេះដែរក៏បានឱកាសពីលោកគ្រូដើម្បីរៀបរាប់ពីទស្សនវិជ្ជាខ្លះៗនៅក្នុងវត្តវេលវ័ននេះដែលមានចិត្តតទៅនឹងរឿងរ៉ាវជាច្រើនក្នុងគម្ពីរក៏មានរឿងវែងៗតែស្មារតីបានទៅតាមវែងៗតាមទៅលោកគ្រូទៅហ្នឹងហើយក៏ខ្ញុំសម្រួលអាការៈសុខទៅគឺថាយើងអាចនៅបានយូរណាស់នៅកន្លែងហ្នឹងចឹងក៏ទីមួយនេះក៏ចង់ឲ្យញោមបានស្គាល់អំពីភូមិសាស្ត្រថាវត្តវេលវ័នគឺនៅក្នុងខេត្តណាស្រុកណានិគមណាអីចឹងណាញោមហ្នឹងហើយទីនេះគឺជាក្នុងសម័យពុទ្ធកាលហ្នឹងគឺនៅក្នុងនគរមគ្គធៈញោមខាងវត្តវេលវ័នណានៅក្នុងមគ្គធៈនគរហ្នឹងគឺមានរាជធានីឬក៏ថាទីក្រុងខ្មែរយើងហៅថារាជធានីហ្នឹងគឺឈ្មោះថារាជក្រឹសហ្នឹងហើយរាជក្រឹសហ្នឹងគឺជាភាសាសំស្ក្រឹតណាញោមយើងនិយាយឡំគ្នាភាសាយកបាលីផងមកប្រើយកភាសាសំស្ក្រឹតផងមកប្រើជួនកាលយើងអត់ដឹងថាជាភាសារបស់អ្នកមគ្គធៈទេញោមពីមុនគេហៅថាមគ្គធៈមគ្គហីគេហៅថាមគ្គធៈភាសាហ្នឹងញោមហើយក៏ក្រោយមកទៀតក៏យើងហៅថាភាសាបាលីហ្នឹងទៅជាភាសាពុទ្ធវចនៈដែលយើងបានសិក្សារៀនសូត្រនៅក្នុងប្រទេសកម្ពុជាយើងឬក៏ប្រទេសអ្នកកាន់សាសនាខាងថេរវាទហ្នឹងហើយតែពេលភាសាសំស្ក្រឹតនេះគឺជាភាសាដែលគេប្រើទូទៅនៅក្នុងសាសនាមហាយាន